តែបងតែតែឆ្ងល់ថាតើនិស្សិតដែលគាត់រៀនខាងផ្នែកច្បាប់គាត់ត្រូវទន្ទិញមេត្រានឹងឲ្យចាំគ្រប់មេត្រាហ្មងឬក៏យ៉ាងណាដែរគ្រប់ជាសួរពុកម៉ែបងប្អូនគ្នាខ្ញុំលីសាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនគ្នាទៅស្គាល់និស្សិតឆ្នាំនិស្សិតបកកែម្នាក់ប្រចាំចំនួនទី23ហើយយើងទៅមើលទាំងអស់គ្នាថាគាត់មាន tip អីខ្លះដើម្បីអាចឲ្យគាត់ខ្លាយទៅជានិស្សិតឆ្នាំប្រចាំចំនួនរបស់គាត់បានគ្រប់ជាសួរអូនអាចជួយណែនាំខ្លួនតិចបានអត់ខ្ញុំឈ្មោះជាវាសនាជានិស្សិតមកពីខាងខេត្តកំពតបាទចំនួនទី23ឆ្នាំទី2ចាឆ្នាំទី2អូនរៀនខាងជំនាញអីដែរខ្ញុំជំនាញនីតិសាស្ត្រចាអញ្ចឹងអូនមានអារម្មណ៍យ៉ាងណាដែរដែលបានខ្លាយទៅជានិស្សិតឆ្នាំនិស្សិតបកកែប្រចាំចំនួនរបស់ខ្លួនឯងបែបហ្នឹងការពិតទៅមិននឹកស្មានថាខ្លួនឯងខ្លាយជានិស្សិតឆ្នាំបែបនេះទេគឺដល់តែបានលទ្ធផលចេញមកសាលាភ័ព្វបែបនេះគឺមានអារម្មណ៍ថាសប្បាយមែនទែនអបអរសាទរដូចគ្នាអូនបាទអញ្ចឹងបងមានសំណួរបែបនេះពេលដែលអូនចាប់ទី12ភ្លាមមិនបានអូនដឹងថាខ្លួនឯងស្រឡាញ់ខាងផ្នែកនីតិសាស្ត្រខាងផ្នែកច្បាប់ហ្នឹងហ្មងតកតងនឹងវិស័យច្បាប់នេះយើងឃើញថាយើងស្រឡាញ់ទៅលើវិស័យច្បាប់ហ្នឹងគឺយើងចង់ខ្លាយជាអ្នកអនុវត្តទៅលើវិស័យច្បាប់នឹងផ្ទាល់ហើយណាមួយទៀតក៏ចង់ខ្លាយជាគ្រូម្នាក់ដែរបង្រៀនទៅលើវិស័យច្បាប់ហ្នឹងចាអញ្ចឹងអនាគតទៅអូនចង់ខ្លាយទៅជាគ្រូបរិញ្ញាដែលបរិញ្ញាទៅលើជំនាញនីតិសាស្ត្រហ្នឹងតែម្ដងបាទចាជូនពរអូនជោគជ័យទៅលើអនាគតរបស់អូនអនាគតអាជីពផងដែរអញ្ចឹងសម្រាប់ជំនាញនីតិសាស្ត្រសម្រាប់អូនផ្ទាល់អូនគិតថាវាពិបាកនៅក្នុងការរៀនមុខជំនាញមួយហ្នឹងអត់បើសម្រាប់ខ្ញុំពិបាកណាស់ព្រោះអីមីត្រាក៏យើងពិបាកចាំហើយប៉ុន្តែយើងអាចយល់វិញបាទនៅក្នុងនិយមន័យនៃមីត្រាមួយនិយមន័យនៃបទល្មើសមួយនិយមន័យគេបញ្ញត្តិមួយកើយើងគួរមើលទៅលើក្រមឬមួយគួរមើលទៅលើក្រមនីតិវិធីពេលណាដែលយើងយល់យើងដឹងថាអាចំណុចនេះយើងទៅមើលលើក្រមចំណុចនេះទៅមើលនៅនីតិវិធីចំណុចនេះទៅមើលនៅអនុសញ្ញាចំណុចនេះទៅមើលនៅប្រកាសដែលគេមានបញ្ញត្តិនេះបងឆ្ងល់ហ្មងដោយសារបងអត់មិនមែនជានិស្សិតខាងផ្នែកច្បាប់ទេប៉ុន្តែបងតែឆ្ងល់ថាតើនិស្សិតដែលគាត់រៀនខាងផ្នែកច្បាប់គាត់ត្រូវទន្ទិញមេត្រានឹងឲ្យចាំគ្រប់មេត្រាហ្មងឬក៏យ៉ាងណាដែរនេះបងឆ្ងល់មែនណាតាំងពីរៀនមកបងឆ្ងល់និស្សិតច្បាប់ជាងគេហ្មងអត់ដឹងថាតើនិស្សិតច្បាប់គាត់ត្រូវទន្ទិញមេត្រានឹងឲ្យចាំទាំងអស់ឬក៏មិនដែរចំពោះមេត្រាបើតកតងនឹងមេត្រាវិញដូចជាមិនត្រូវការចាំទេទោះបីជាលោកគ្រូអ្នកគ្រូបង្រៀនក៏ដោយគឺមេត្រាច្រើនច្បាប់នៅស្រុកយើងគឺច្រើនបាទប៉ុន្តែយើងដោយអ្វីដែលខ្ញុំនិយាយខាងដើមគឺយើងចាំនិយមន័យត្រួសថានិយមន័យហ្នឹងចែកនៅក្នុងណាហើយនឹងបញ្ញត្តិនៃបទល្មើសនីមួយហ្នឹងចែកនៅក្នុងបញ្ញត្តិមួយណាយើងអាចទៅមើលក្នុងចម្ពោះយើងប៉ុន្តែយើងចាំនៅក្នុងចម្ពោះយើងចាំនៅក្នុងខន្តីវិញចានេះស្រ័យចម្ងល់របស់បងបានទេពួកបងតែឆ្ងល់ហ្មងឆ្ងល់ថាតើនិស្សិតច្បាប់ត្រូវតែចាំមេត្រាទាំងអស់ហ្មងឬក៏យ៉ាងណាដែរអូខេអរគុណច្រើនមែនតើអូនតែសំណួរចុងក្រោយធ្វើមិនដើម្បីខ្លាយទៅជានិស្សិតបកកែនិស្សិតឆ្នាំប្រចាំចំនួនរបស់អូនទៅលើជំនាញនីតិសាស្ត្រនេះបានចាបាទតកតងនឹងការរៀននេះគឺយើងទម្លាប់រៀនក្នុងការមករៀនហ្នឹងគឺឲ្យទាន់ម៉ោងបាទរៀនឲ្យទាន់ម៉ោងក្នុងរយៈពេលរៀន3ម៉ោងហ្នឹងគឺយើងស្វឹងស្មាតជាមួយគ្រូមែនតើយើងកុំលេងសើចបាទការរៀនរយៈពេល3ម៉ោងម៉ោងទី1និងម៉ោងទី2យើងត្រូវតែពេលចេញលេងនិងចូលវិញចូលឲ្យទាន់ម៉ោងហើយចាប់អ្វីដែលគ្រូបញ្យល់នៅលើ slide និងអត្ថបទលើក្តារខៀនអីជាដើមឲ្យទាន់បង្កើតសំណួរឆ្ងល់ឲ្យច្រើនទៅសួរលោកគ្រូសួរសំណួរដែលចាំបាច់ហើយតកតងនឹងការរៀនទៀតសោតគឺយើងត្រូវតែម៉ោងប្រឡងអីហ្នឹងយើងត្រូវតែម៉ោងឲ្យទាន់ម៉ោងហើយពិសេសនោះគឺខាងសាលាគឺគេបានកំណត់ហើយមានប្រឡង midterm មាន quiz មាន assignment អីហ្នឹងអញ្ចឹងជានិស្សិតដូចគ្នាក៏យើងត្រូវតែធ្វើកិច្ចការហ្នឹងឲ្យបានល្អកិច្ចការមួយចំនួនលោកគ្រូឲ្យបន្ទុកតែមួយប៉ុន្តែលោកគ្រូឲ្យប្រឡងរយៈពេល1ម៉ោងគ្រូខ្លះឲ្យ3សំណួរគ្រូខ្លះទៀតឲ្យរហូតដល់5សំណួរប៉ុន្តែតែងតែលើចេញអំពីនិស្សិតថាមួយសំណួរហ្នឹងធ្វើឲ្យច្រើនអីស្រីតែតិចបានហើយមួយសំណួរហ្នឹងមែនទេការពិតអត់ទេយើងត្រូវតែបង្វឹកខ្លួនឯងទោះបីជាមួយសំណួរក៏ដោយមិនបានបន្ទុកក៏ដោយប៉ុន្តែយើងធ្វើកិច្ចការហ្នឹងឲ្យល្អបំផុតកាលណាដែលយើងធ្វើកិច្ចការហ្នឹងល្អបំផុតលោកគ្រូកែលោកគ្រូនឹងឃើញចំណុចខ្វះខាតទេណាកិច្ចការហ្នឹងយើងខំធ្វើឡើងអស់ពីសមត្ថភាពហើយក៏ប៉ុន្តែហេតុអីបានលោកគ្រូមើលឃើញចំណុចខ្វះខាតពេលដែលលោកគ្រូប្រាប់វិញ1 2 3យើងអាចចាប់បានយើងកាន់តែអភិវឌ្ឍទៅមុខបងឆ្លាញ់ចំណុចដែលណៃលើកឡើងខំមែនតើមិនថាទៅប្រហែលសំណួរត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងហ្មងធីបបងប្អូនព្រោះខ្ញុំគិតថាវាពិតជាមានអត្ថន័យខ្លាំងមែនតើអញ្ចឹងបងប្អូននិស្សិតបងនិស្សិតទាំងអស់គ្នាអាចយកធីបបងប្អូនប្រុសទៅអនុវត្តធ្វើតាមបាន
បើចង់ខ្លាយទៅជានិស្សិតប៉ាកែឬក៏និស្សិតឆ្នាំដូចគាត់ដែរអរគុណអូនចាំថ្ងៃហ្នឹង